ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Proti នៅវីដេអូទី8ចូលមកដល់ clip វីដេអូចំណេះដឹងទី8នេះដែរខ្ញុំសូមទៅការបង្ហាញបងប្អូននឹងពីរបៀបប្រើប្រាស់កម្មវិធី Google Translate បកប្រែភាសាហើយនឹងសន្ទនាជាមួយជនជាតិបរទេសមិនថាអង់គ្លេសចិនជប៉ុនកូរ៉េទេបងប្អូនអាចធ្វើការសន្ទនាជាមួយពួកគាត់បានដែរឥឡូវសូមទៅការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតពីរបៀបប្រើប្រាស់កម្មវិធី Google Translate នៅលើទូរស័ព្ទដៃតែម្ដងបាទជាដំបូងតម្រូវឲ្យបងប្អូនធ្វើការដំឡើងកម្មវិធីបាទ Translate ឬក៏ Google Translate មកសិនបងប្អូនគ្រាន់តែបាទចូលមកក្នុងបាទកម្មវិធី Play Store មកបាទរួចហើយបងប្អូនសឡឹងរកមើលបាទនិមិត្តសញ្ញាកែវយិត្តដែលមានពាក្យថា Search ហ្នឹងរួចហើយចុចមករួចបងប្អូនសឡឹងមើលខាងលើវិញម្ដងឃើញកែវយិត្តដែលមានពាក្យថាបាទ Search App and Game ចុចមករួចហើយបងប្អូនធ្វើការបាទសរសេរទៅឬក៏វាយមកបាទ Trend បាទនេះបងប្អូនសរសេរបែបនេះមកTranslate រួចហើយបងប្អូនឃើញខាងក្រោមនេះបាទដូចជានិមិត្តសញ្ញានាឡិកាហើយគេដាក់ថាបាទ Translate រួចហើយបងប្អូនធ្វើការចុចតុកខាងក្រោមហ្នឹងមកបាទពេលនោះបងប្អូននឹងឃើញកម្មវិធីបាទ Google Translate ជាច្រើនសម្រាប់ខ្ញុំ recommend បងប្អូនយកកម្មវិធីមួយនេះបាទគេដាក់ថាបាទ Google Translate ហើយនៅខាងក្រោមនេះបាទ Google LLC ចុចតុកចូលមកបាទរួចហើយបងប្អូនធ្វើការតម្លើងឬក៏បាទចុចពាក្យថា install ហ្នឹងមកបាទនោះភាគរយលោតចាប់ពី 1% ដល់ 100% នឹងពេញហើយបងប្អូនធ្វើការរងចាំបន្តិចបាទបងប្អូនខ្ញុំបានធ្វើការដំឡើងមកពេញហើយបាទវាចេញពាក្យថាបាទ open ហើយនឹងបាទ uninstall បាទដល់នេះបងប្អូនធ្វើការ clear ចោលសិនទៅបាទរួចហើយចេញមករកដោយកម្មវិធី Facebook ឬក៏ Messenger ឬក៏ Telegram ហ្នឹងណាបាទនេះបាទវាឡើងមកបាទនិមិត្តសញ្ញាបែបនេះហើយនៅលើភាសាអង់គ្លេសគេដាក់ថាបាទ translate នៅលើភាសាខ្មែរគេដាក់ថាបកប្រែណារួចហើយបងប្អូនចុចតុកចូលមកបាទរួចហើយបងប្អូនចុចសញ្ញាគុណហ្នឹងមកបាទរួចហើយបងប្អូនចេញឬក៏ clear ចោលសិនទៅដើម្បីឲ្យបាទស្គាល់ទូរស័ព្ទស្និទ្ធណាបាទរួចហើយចូលមកសារថ្មីនេះតតែចេញពាក្យថា talk បែបនេះបាទអញ្ចឹងនៅលើបាទកម្មវិធី Google Translate ហ្នឹងបងប្អូនបាទសិក្សាបាទស្វែងយល់តែ3ចំណុចបានហើយទី1ការសរសេរឆ្លើយឆ្លងទី2បាទកន្លែងកាមេរ៉ាថតនេះបាទហើយទី3ការសន្ទនាបាទឥឡូវសូមយកទី1មកគឺការបង្ហាញបងប្អូនមុនឧទាហរណ៍ថាមាននរណាម្នាក់ធ្វើការបាច់ឆាតបងប្អូនបាទជាបាទអក្សរប៉ុន្តែបងប្អូនមើលអត់យល់ថាគេសរសេរមកថាអីទេបាទបងប្អូនចង់ធ្វើការបកប្រែបាទភាសាហ្នឹងឲ្យបងប្អូនយល់ហើយអាចឆ្លើយឆ្លងគ្នាបានឧទាហរណ៍ថាគេឆាតមកចូលតាមរយៈបាទ Telegram ឬក៏ Messenger ឬក៏ WeChat ហ្នឹងបងប្អូនធ្វើការ copy មកអញ្ចឹងរបៀបចូលទៅយក copy ឧទាហរណ៍ថាគេឆាតមកចូលនៅក្នុងបាទ chat WeChat ខ្ញុំចុចបន្ទប់ចូលមកបាទពេលដែលចូលមកក្នុង WeChat ហ្នឹងបងប្អូនទៅរកមើល chat ដែលគេឆាតមកជាបាទអក្សរហ្នឹងមកនេះខ្ញុំចូលមក Menti បាទរួចហើយខ្ញុំបាទធ្វើការចូលមកឃើញបាទអក្សរបែបហ្នឹងរួចហើយបើសិនជាបងប្អូនបាទអានអត់រួចទេបងប្អូនធ្វើការ copy មកអញ្ចឹងរបៀប copy បងប្អូនគ្រាន់តែបាទស្កត់ពីលើអក្សរនេះជាប់មកបាទនោះនឹងចេញបាទតម្រងអក្សរមកជួរបែបនេះរួចហើយបងប្អូនរកមើលពាក្យថាបាទ copy តែមាននិមិត្តសញ្ញាដូចជាសភៅហ្នឹងណាបាទរួចហើយចុចតុកចូលមកចុចបកមកបាទពេលចុចបកនេះបាន copy ទៅហើយរួចហើយបងប្អូនបាទចេញមកបាទកម្មវិធីបាទ translate វិញមកបាទរួចហើយបងប្អូនសឡឹងមើលខាងលើនេះគេដាក់ថាបាទ translate text បាទអញ្ចឹងបងប្អូនធ្វើការបាទចុចបកមកបាទរួចហើយបងប្អូនធ្វើការ copy បាទអក្សរបាញ់មិញបាទចង់ដឹងថាគេបកប្រែថាជាអីបាទបងប្អូនធ្វើការ copy មកចិត្តរបៀប copy បើសិនជាបាទទូរស័ព្ទដៃបងប្អូនខ្លះវាឡើងមកខាងក្រោមបែបនេះបាទបើសិនជាអត់ឡើងទេបងប្អូនធ្វើការស្កត់ពីលើនឹងឲ្យជាប់មកបាទកន្លែង translate text ហ្នឹងណាបាទហើយបន្លែងវិញបងប្អូននឹងឃើញពាក្យថាបាទ pass នេះបាទចុចបន្តមកបាទពេលនោះអក្សរនឹងរត់ចូលបាទប៉ុន្តែវាអត់ទាន់បកប្រែទៅជាបាទភាសាខ្មែរទេពីព្រោះបងប្អូនអត់ទាន់បានធ្វើការកំណត់នេះបាទអញ្ចឹងវាបាទកំពុងតែជាប់នៅជាភាសាអង់គ្លេសហើយនឹងទៅជាភាសាអីផ្សេងអញ្ចឹងបងប្អូនបាទអង់គ្លេសមួយហើយបងប្អូនគ្រាន់តែបាទទៅបាទកំណត់ភាសាហ្នឹងឲ្យឡើងជាភាសាខ្មែរអញ្ចឹងបងប្អូនគ្រាន់តែចុចពីលើភាសាខាងស្ដាំហ្នឹងមកបាទមកដល់តំណងនេះបងប្អូនធ្វើការអស់រកក៏បានឬមើលបងប្អូនចង់លឿនបងប្អូនធ្វើការបាទចុចសរសេរឬក៏ search រកតែម្ដងមកឃើញកៅយិត្តចុចបកមកបាទរួចហើយបងប្អូនធ្វើការវាយមកបាទខ្មែរបាទនេះបងប្អូនសរសេរបែបហ្នឹងមកបាទរួចហើយចុចបាទបន្តពីលើហ្នឹងមកបាទមកដល់នេះបងប្អូននឹងឃើញគេបកប្រែបាទគេសួរយើងណាបាទប៉ុន្តែបើសិនបងប្អូនចង់ស្ដាប់ថាគេសរសេរមកហ្នឹងបាទជាភាសាអង់គ្លេសបាទមានសលេងបែបម៉េចបងប្អូនធ្វើការបេកថយក្រោយតែមួយនេះមកនេះបាទលើសាប់ដៃរបស់យើងណាបេកមួយមកបងប្អូននឹងឃើញសលេង2
បាទអង់គ្លេសហើយនៅខ្មែរបងធ្វើការចាក់ស្ដាប់ទៅ Hi, Sok Thai. How are you getting on with your job? បាទហើយនៅខាងក្រោមនេះបងប្អូនចាក់ស្ដាប់ដែរទៅ សួស្តីសុខធីតើអ្នកកំពុងបន្តការងាររបស់អ្នកយ៉ាងលោឆ្លើយតិចណា បាទហើយបើសិនជាបងប្អូនចង់ថាឆ្លើយឆ្លងមួយគាត់វិញចង់សរសេរជាអង់គ្លេសសរសេរដើម្បីផ្ញើទៅគាត់វិញក៏បងប្អូនអាចធ្វើការបាទសរសេរទៅគាត់វិញបានដែរបងប្អូនគ្រាន់តែបែកថយក្រោយមកលើគេសួរយើងថាសួស្តីធីតើអ្នកកំពុងបន្តការងាររបស់អ្នកយ៉ាងដូចឥចដែរបាទអញ្ចឹងធ្វើការតបទៅវិញបងប្អូនធ្វើការចុចព្រួយនៅខាងលើហ្នឹងណាបាទរួចហើយចុចបាទកន្លែងបាទ translate text ហ្នឹងមករួចហើយនិយាយទៅគាត់វិញទៅនិយាយជាភាសាខ្មែរបងប្អូនបាទមិនជាល្អប៉ុន្មានទេពីព្រោះខ្ញុំត្រូវធ្វើការ12ម៉ោងក្នុងមួយថ្ងៃបាទហើយបងប្អូនកុំភ្លេចចុចក្បាលមីក្រូនឹងបិទវិញផងបើសិនជាបងប្អូនអត់ទាន់ចុចបិទទេបាទបងប្អូននិយាយតវានឹងចូលបន្តបាទមកដល់នេះបងប្អូនឃើញថាបងប្អូនសរសេរត្រឹមត្រូវឬក៏អត់បងប្អូនអានមើលទៅបាទមិនជាល្អប៉ុន្មានទេពីព្រោះខ្ញុំត្រូវធ្វើការ12ម៉ោងក្នុងមួយថ្ងៃបាទអញ្ចឹងខ្ញុំចង់ផ្ញើទៅចឹងវិញបាទចឹងរបៀបបកប្រែឲ្យចេញជាភាសាអង់គ្លេសបងប្អូនគ្រាន់តែនេះចុចកន្លែងព្រួយអង់គ្លេសឬក៏ខ្មែរហ្នឹងណាឲ្យខ្មែរមកខាងបាទខាងឆ្វេងឲ្យអង់គ្លេសទៅខាងស្ដាំវិញអញ្ចឹងបងប្អូនគ្រាន់តែចុចព្រួយហ្នឹងមកបាទពេលនោះនឹងបកប្រែនេះបាទអញ្ចឹងបងប្អូនស្ដាប់សលេងអង់គ្លេស Not so good because I have to work 12 hours a day. បាទអញ្ចឹងបើសិនជាបងប្អូនចង់ឆ្លើយឆ្លងទៅគាត់វិញបងប្អូនចង់សរសេរបាទពាក្យហ្នឹងទៅគាត់បងប្អូនគ្រាន់តែបាទចុចនិមិត្តសញ្ញា copy ហ្នឹងមកនេះបាទចុចប៉ក់មកបងប្អូនចេញមកបាទចូលនៅក្នុងបាទឆាតវីឆាតពេញមកបាទរួចហើយឆ្លើយឆ្លងទៅគាត់វិញទៅនេះចុចកន្លែងសរសេរហ្នឹងណាបាទរួចហើយបងប្អូនធ្វើការ copy បាទ copy មកនេះប្លក់មករួចហើយចុច send បាទហើយបើសិនជាគាត់ឆ្លើយឆ្លងមកទៀតបងប្អូនធ្វើតាមបាទខ្ញុំបង្ហាញទី1ហ្នឹងទៅបាទនឹងឆ្លើយឆ្លងគ្នាដឹងរឿងណាបាទគឺងាយស្រួលទេបងប្អូនណាបាទហើយចូលដល់ចំណុចទី2បាទចំណុចទី2បងប្អូនបាទពីរបៀបបាទថតឬក៏បាទបកប្រែនៅលើភាសាវែងបងប្អូនអត់ចង់បាទឆ្លើយតបទៅគេវិញទេបងប្អូនគ្រាន់តែចង់ដឹងថាសារវែងហ្នឹងគេនិយាយពីអីបាទសរសេរមកជាអីបងប្អូនគ្រាន់តែមានសភៅមួយមកឬក៏ភាសាឧទាហរណ៍ថាខ្ញុំចូលមកក្នុងបាទGmail ចាស់បាទចូលមកក្នុង Gmail ខ្ញុំធ្វើការចុចនេះកន្លែង channel ហ្នឹងណាបាទកន្លែង YouTube ហ្នឹងនេះគេសរសេរមកខ្ញុំបាទបែបហ្នឹងបាទអង់គ្លេសបែបហ្នឹងខ្ញុំអានអត់រួចទេអញ្ចឹងខ្ញុំចង់បកប្រែឲ្យភាសាអង់គ្លេសហ្នឹងឡើងជាភាសាខ្មែរទៅខ្ញុំមើលយល់អញ្ចឹងរបៀបបកប្រែបងប្អូនគ្រាន់តែថតលើ screen មកប៉ាក់មកបាទពេលដែលថតចឹងហើយបងប្អូនចូលមកបាទ translate វិញរួចហើយបងប្អូនឃើញកាមេរ៉ានេះចុចបន្តមកបាទអញ្ចឹងបើសិនជាបងប្អូនមានរូបភាពហើយបងប្អូនចុចកន្លែងរូបភាពនេះតែបងប្អូនធ្វើការថតបាញ់ណាបាទរួចហើយបងប្អូនធ្វើការបាទចុចយករូបភាពនៅខាងចុងហ្នឹងមកបាទបើសិនជាក្នុងករណីមួយដែលបងប្អូនចូលមកវាជាប់ពាក្យថា original បាទអញ្ចឹងបើជាប់អញ្ចឹងបងប្អូនចុចមកកន្លែង translate ដើម្បីឲ្យ translate បកប្រែណាបាទមកដល់នេះបងប្អូនត្រូវតែធ្វើការផ្លាស់ប្ដូរពីបាទអង់គ្លេសមកខ្មែរមិនមែនពីខ្មែរមកអង់គ្លេសទេអញ្ចឹងបងប្អូនចុចបាទឆ្លាស់ហ្នឹងមកនេះបកប្រែហើយនេះបាទមកជជែកជាមួយ YouTube នៅក្នុងព្រឹត្តិការណ៍អ្នកបង្កើតឆ្នាំនេះបាទហើយអសរតិចតួចក៏បងប្អូនអាចធ្វើការស៊ូមមើលបានដែររបៀបស៊ូមបងប្អូនគ្រាន់តែស៊ូមបែបហ្នឹងមកនេះបាទឃើញអសរតិចតូចឡើងធំហើយបាទហើយបងចង់ធ្វើការរុញទៅវិញក៏បងប្អូនឲ្យការរុញវិញបានដែរនេះបាទដូចអក្សរតិចតូចអីតោះស៊ូមមើលទៅឃើញច្បាស់ណាបាទគេបកប្រែយើងមួយសេតបងប្អូនណាបាទហើយបើសិនជាបងប្អូនមានសភៅមួយឧទាហរណ៍ថាសភៅនោះគឺអត់បកប្រែទេបាទឥឡូវខ្ញុំសុំទៅការបាំងកន្លែងនេះបាទឥឡូវឲ្យចេញទៅអង់គ្លេសបែបនេះណាបាទអញ្ចឹងបើសិនជាបងប្អូនឃើញថាសភៅហ្នឹងឬក៏បាទអ្វីមួយដែលបងប្អូនចង់បកប្រែដូចថាលើក្តាស់អីផ្សេងក៏មានអង់គ្លេសបងប្អូនចង់ធ្វើការបកប្រែបងប្អូនគ្រាន់តែនេះចុចកន្លែងបាទកាមេរ៉ាបាញ់មិញមកនេះបាទរួចហើយបងប្អូនធ្វើការបាទផ្ចាំងឲ្យចំមកបើសិនជាយល់ល្អបងប្អូនធ្វើការឆ្លាស់អង់គ្លេសសិនមកនេះឆ្លាស់ភាសាហ្នឹងដើម្បីធ្វើការថតតែម្ដងមកអញ្ចឹងរបៀបថតបងប្អូនគ្រាន់តែបាទដាក់ធ្វើម៉េចឲ្យចំរួចបងប្អូនចុចកន្លែងបាទថតមកនេះទៅធ្វើការថតបន្តិចចាំទីបងដោយសារតែបកប្រែបាទនេះបងខ្ញុំបានធ្វើការថតហើយ
ចឹងខ្ញុំចង់ឲ្យបកប្រែបាទពីបើអង់គ្លេសមកខ្មែររួចហើយចុចនេះមកនេះវាជាប់កំពុងតែជាប់ជាអង់គ្លេសណារួចហើយចុចឆ្លាស់ភាសាហ្នឹងមកនេះគឺបកប្រែបាទទឹកផ្លែប៉ោមសាប៊ីអញ្ចឹងបាទកាហ្វេផឹកបាទទឹកក្តៅអញ្ចឹងស្រេចបាទគេសរសេរមកបែបម៉េចបងប្អូនមើលតាមហ្នឹងទៅណាបាទអញ្ចឹងក៏អាចស៊ូមើលបានដែរបាទហើយក៏មានសលេងដែរឧទាហរណ៍ដូចថានៅជាប់ជាបាទភាសាខ្មែរឬក៏អង់គ្លេសអញ្ចឹងបងប្អូនចង់ឲ្យគេអានឲ្យបងប្អូនស្ដាប់បងប្អូនចុចកន្លែងសលេងនេះ Foods. food អីចឹងណា Food. នេះគេអានតាម Asterisk drinks. drink Apple juice. Apple. apple Beer. beer Cards. Champagne. ឥឡូវ stop វិញបាទឥឡូវចូលមកដល់ការសន្ទនាវិញម្ដងបងប្អូនសង្ឃឹមថាយល់ណាពីរហ្នឹងណាបាទកន្លែងផ្សេងឆ្លើយឆ្លងហើយនឹងកាមេរ៉ាបាទឥឡូវចូលមកដល់ការសន្ទនាវិញឧទាហរណ៍ដូចថាបងប្អូនជួបជាមួយជនជាតិបរទេសឬក៏បាទជនជាតិអីផ្សេងទៀតត្រាញ់បងប្អូនធ្វើការផ្លាស់ប្ដូរភាសាទៅប៉ុន្តែពេលនេះគឺខ្ញុំចង់សន្ទនាជាមួយជនជាតិបរទេសចុះបាទខ្ញុំចុចកន្លែង take ដែលមាននិមិត្តសញ្ញាដូចរូបមើលក្បាលមនុស្ស2ហើយនឹងក្បាលមីក្រូមួយនេះបាទចុចចូលមកបាទរួចហើយបងប្អូនយកខាងលើនេះគេដាក់ថា be using បាទ the app បាទចុចមកបាទម្ដងនេះដោយសារតែកម្មវិធីបាទ translate គឺបានធ្វើការ update ថ្មីបងប្អូននឹងឃើញបាទតម្រងអក្សរ4ជួរបាទទី1គេដាក់ថាបាទ listening បាទការស្ដាប់ហើយទី2នេះគេដាក់ថា conversation បាទការសន្ទនាហើយនៅខាងក្រោមទី3នេះគេដាក់ថាបាទ text only គឺមានន័យថាបញ្ចូលបាទអត្ថបទតែប៉ុណ្ណោះបាទហើយនៅខាងក្រោមនេះគេដាក់ថា custom បាទ setting បាទគឺមានន័យថាបងប្អូនធ្វើការកំណត់ដោយខ្លួនឯងណាបាទអញ្ចឹងបើសិនជាបងប្អូនធ្វើការសន្ទនាបងប្អូនយកបាទទី2នេះក៏បានឬក៏ទី4នេះក៏បានឧទាហរណ៍ថាបងប្អូនចុចតាក់មកចង់ធ្វើការសន្ទនាបងប្អូនមើលតែរូបនេះបាទគឺមានន័យថាសលេងចេញពីទូរស័ព្ទទាំងពីរតែម្ដងគឺខ្លាំងណាប៉ុន្តែបើសិនជាបងប្អូនធ្វើការចង់សន្ទនាជាខ្សែការបងប្អូនធ្វើការបាទចុចនេះកន្លែង custom បាទ setting ហ្នឹងមកដើម្បីធ្វើការកំណត់បាទកំណត់បើសិនជាបងប្អូនមានកាសបងប្អូនដាក់កាសទៅបាទបើសិនជាបងចង់ធ្វើការបិទសលេងក៏បានដែរបើកសលេងទាំងមួយក៏បានដែរបាទកំណត់ត្រឹមហ្នឹងណាបាទប៉ុន្តែបើសិនបងចង់ស្ងប់ស្ងាត់បាទចង់ឆ្លើយឆ្លងទៅពីរនាក់បងប្អូនដាក់កាសទៅបាទហើយចុចនិមិត្តសញ្ញាកាសហ្នឹងមកបាទឥឡូវនេះគឺខ្ញុំអត់ដាក់កាសទេខ្ញុំចង់ឆ្លើយឆ្លងបាទលឺតែម្ដងបាទចុចបាទអង់គ្លេសបាទបើកហើយហ្នឹងបាទខ្មែរបើកអីចឹងទៅរួចហើយបាទចុចសញ្ញាគុណបាទរួចហើយចុចពាក្យថាបាទ start ហ្នឹងមកដើម្បីធ្វើការចាប់ផ្ដើមសន្ទនាឧទាហរណ៍ថាបរទេសឆ្លើយមុនឬក៏បាទយើងស៊ូមុនអីចឹងខ្លាចចិត្តបងប្អូនទេឥឡូវខ្ញុំសូមស៊ូមុនចុះបាទសួស្ដីតើអ្នកសុខសប្បាយជាទេ Hello, how are you? បាទឥឡូវយើងសួរទៅគេនេះ Hello, how are you? Hello how are you ឥឡូវបរទេសឆ្លើយវិញ I'm fine thank you អញ្ចឹងហើយអរគុណ I am fine thank you ខ្ញុំសប្បាយចិត្តអរគុណ បាទឥឡូវយើងសួរវិញទៀតណាបាទតើអ្នកមកពីប្រទេសណា Where are you from? បាទ Where are you from អញ្ចឹងអង់គ្លេសក៏ឆ្លើយវិញfrom English I'm from English ខ្ញុំមកពីប្រទេសអង់គ្លេស ឬក៏បរទេសក៏ជួមុនថាតើអ្នកឈ្មោះអ្វី What is your name តើឈ្មោះអ្វី បាទខ្ញុំឈ្មោះ T Yes, my name is T. បាទអញ្ចឹងគឺឆ្លើយឆ្លងនេះទៅវិញទៅមកបងប្អូនបាទគឺងាយស្រួលណាបាទហើយបងប្អូនចង់មើលតើយើងស៊ូបែបម៉េចថាស៊ូដបូងនេះបាទចែកឃើញតែអង់គ្លេសអត់ឃើញខ្មែរបងប្អូនចុចព្រួយនេះមកដើម្បីមើលថានេះតើយើងស៊ូដបូងជាអីបាទសួស្ដីតើអ្នកសុខសប្បាយជាទេហើយបកប្រែនេះឬក៏បាទសំឡេងជាអង់គ្លេសបែបហ្នឹង Hello, how are you? Hello how are you បាទរួចហើយបាទចុចមើលនេះតើគេស៊ូអង់គ្លេសមកយើងបាទនេះខុសទាំងបងប្អូននេះចុចត្រង់នេះមកបាទ I'm fine thank you បាទខ្ញុំសប្បាយចិត្តអរគុណបាទ
ចឹងបើសិនបងចង់ធ្វើការសន្ទនាជាមួយពួកគាត់បន្តហូរហែទៀតបងប្អូនធ្វើការសន្ទនាទៅណាបាទហើយសង្ឃឹមថាបងប្អូននឹងយល់ទាំង3ចំណុចហ្នឹងច្បាស់ណាបងប្អូនណាបាទខ្ញុំប្រឹងអត់បញ្យល់រហូតទៅដល់5 10នាទីហើយវីដេអូនឹងវែងបងប្អូនណាអធិស្ឋានផងបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុនគិតពីបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទូទីនេះបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ